និយាយដោយម្ដេចឲ្យលេចភោគផលបំបត្តិកង្វល់ជូនដល់បរិស័ទនិយាយបំភ័យហ្វិលត្រូវបងបាត់និយាយកាត់ពុំអាចត្រូវចំនិយាយត្រង់ក្រែងលោអន់ចិត្តនិយាយបញ្ឆិតក្រែងលោពុំសមនិយាយបន្ទោសក្រែងខុសកិតក្រមនិយាយណែនាំក្រែងខឹងពុំយល់និយាយចំហក្រែងលោជ្រុះបាត់និយាយស្ងាត់ក្រែងដឹងពុំដល់និយាយបង្អាប់ក្រែងខឹងនាំខ្វល់ចង់ថែឬគុលតើធ្វើយ៉ាងណាបុគ្គលគប្បីហ្វឹកហ្វានៅហ្វិលជំរះមន្ទិលដោយហ្វិលហ្វកាអ្នកដែលមានហ្វិលរមែងថ្លៃថ្លាព្រោះហ្វិលនេះណាជាទ្រព្យដ៏ល្អជនមានប្រាជ្ញាកាលប្រាថ្នាសុខបីយ៉ាងខាងមុខដែលល្អបវរមួយក្តីហ្វហ្វាពីរក្តីត្រេកអរបីកើតឋានសួគ៌គួររក្សាហ្វិលបុគ្គលឯណារក្សាហ្វិលពិតរមែងបានមិត្តល្អឥតខូចខលចំណែកឯជនលោភលន់ទ្រុហ្វិលជួបតែមិត្តខលរកមិត្តល្អគ្មានជនអ្នកទ្រុហ្វិលទោះតែងតាមជាប់គេដៀលបង្អាប់ព្រោះហ្វិលមិនមានឯអ្នកមានហ្វិលគុណតែងតែបានកិត្តិស័ព្ទក៏មានគេឈ្មោះក៏ល្អហ្វិលជាខាងដើមជាទីតាំងមាំជាមេដឹកនាំនៃកល្យាណធម៌ហ្វិលជាប្រធានធម៌ល្អបវរហេតុនេះជនល្អគប្បីរក្សាហ្វិលប្រៀបដូចច្រាំងរនាំងបាំងបិទជាគ្រឿងញ៉ាំងចិត្តរីករាយជ្រះថ្លាហ្វិលជាកំពុងគ្រប់ព្រះសាស្តាគប្បីរក្សាជំរះឲ្យអស់ហ្វិលជាកម្លាំងខ្លាំងក្លាបំផុតហ្វិលជាអាវុធឧត្តមឥតខ្ចោះជាអាភរណៈប្រសើរឥតទាស់ជាគ្រឿងដៃក្រោះមុតមាំខ្លាំងក្លាហ្វិលគឺជាស្ពាននិងមានស័ក្តិធំជាគ្រឿងប្រោះព្រំក្រអូបអស្ចារ្យហ្វិលជាគ្រឿងលាបប្រសើរថ្លៃថ្លាបក់សពទិសាក្រអូបមុតមាំហ្វិលជាកញ្ចប់បាយល្អអស្ចារ្យជាស្បៀងអាហារប្រសើរឧត្តមជាវាហណៈប្រសើរមុតមាំសម្រាប់ដឹកនាំទៅទីជិតឆ្ងាយជនពាលមានចិត្តអាក្រក់ជោគជាំពុំបានតាំងមាំក្នុងហ្វិលទាំងឡាយរុះរងនិន្ទាជួបតែអន្តរាយផ្លាប់ទៅអបាយទទួលរងទុក្ខអ្នកប្រាជ្ញមានចិត្តដ៏ល្អឧត្តមតាំងមាំក្នុងហ្វិលតរៀងទៅមុខក្នុងលោកនេះរស់មានឈ្មោះស្រណុកផ្លាប់ទៅសោយសុខក្នុងស្ថានសួគ៌នាយហ្វិលជាកម្ពុជាធម៌ក្នុងលោកកាជនមានប្រាជ្ញាគឺថ្លាពុនរាយមនុស្សលោកទេវតាជំរកពីនាយយកជ័យដោយងាយព្រោះហ្វិលបញ្ញាហើយអស់កូនម៉ែប្រុសស្រីទាំងឡាយចូលអ្នកស្ដាប់ម្ដាយណាកូនមាសស្ងួនឥឡូវធំហើយត្រូវចេះថែខ្លួនកុំខឹងរត់ពួនដូចនៅកុមារកាលកូននៅតូចកូនខឹងអាងយំពេលនេះកូនធំកុំប្រើហិង្សាត្បិតមនុស្សសពថ្ងៃច្រើនខ្វះមេត្តាកូនទៅទីណាប្រយ័ត្នសំដីឯកូនស្រីម៉ែកូនកុំមាយាត្បិតប្រុសច្រើនគ្នាឆាប់មាក់ងាយស្រីរូបកូននៅក្មេងកុំភ័យអត់ប្តីត្បិតមនុស្សប្រុសស្រីពិតមានគូព្រេងចំណែកកូនប្រុសត្រូវខំពុះពៀស្វែងរកវិជ្ជាទាន់ខ្លួននៅក្មេងសេពគប់បណ្ឌិតពិតឥតវង្វេងញៀនស្រាសីលបែងតែងតែវិនិច្ឆ័យម៉ែរីករាយណាស់ពេលកូនសាងភ្នោះគិតថាកូនបួសរស់រៀនធម៌ព្រះម៉ែខំដាក់បាតសំអាតមុខផ្ទះទៅវត្តសំពះស្ដាប់ធម៌ទេសនា
ប៉ុន្តែម៉ែត្រូវខកចិត្តពេកក្រៃនៅថ្ងៃដែលកូនលាចាកសិក្ខាម៉ែអស់សង្ឃឹមតឹងណែនអរ៉ាមិននឹកស្មានថាលោកកូនហ្វឹកទេម៉ែខ្លះមិនចង់ឲ្យកូនបួសឡើយចង់ឲ្យរៀនហើយប្រឡងនឹងគេម៉ែយំរន្ធត់ពេលឃើញមាសមេបួសជាសាមណេរទៅសុំច្បាប់គ្រូម៉ែចង់ឲ្យកូនហ្វឹកចូលរៀនវិញខ្វះខាតដេចមិញម៉ែអ្នកគិតគូរព្រោះម៉ែខ្លាចកូនបួសមិនបានយូរហ្វឹកមករកគូឥតមុខរបរកូនម៉ែរៀនឈរជំហរឲ្យមាំត្រូវសាងសន្សំតែអំពើល្អកុំដើរកន្លងជន់ខ្នងអ្នកក្រក្រែងគេដល់កកូនត្រូវរងគ្រោះកូនត្រូវចេះរត់បត់តាមសង្គមរឿងរ៉ាវតូចធំកុំនាំចំនួនយកឈ្នះអ្នកទាបដោយការសង្គ្រោះយកឈ្នះអ្នកខ្ពស់ដោយការវន្ទាម៉ែចង់ឲ្យកូនឈ្នះក្រៅសង្គ្រាមបើកូនជាយាមឈ្នះអ្នកផងគ្នាកូនត្រូវប្រយ័ត្នគ្រប់ម៉ាត់គ្រប់ឃ្លាឆ្កែឆ្កួតពស់ជាវាឥតស្គាល់ម្ចាស់កាយតែងព្រមគ្រាជរៀននាំទៅតែគេឈ្មោះនៅដិតដាមជាប់ច្បាស់រទេសឡានខូចមានគ្រឿងបន្លាស់ខូចអស់គេខ្មាស់គ្មានអ្វីផ្លាស់ឡើយពេលអស់ពីម៉ែត្រូវថែបងប្អូនម៉ែសង្ឃឹមកូនជូនប្អូនដល់ត្រើយបើកូនយល់ជាតិញាតិពិតធូរស្បើយកូនធ្វើតាមហើយម៉ែអអត់ផ្ទឹមគោមកូនមានម្ដាយរំសាយហឹង្សាចេះផ្សាយមេត្តាដោយស្នាមញញឹមភ្លើងអាចរលត់ដោយភ្លៀងរលឹមកូនទីសង្ឃឹមនៃជីវិតម៉ែនិពន្ធកំណាព្យដោយបាសកគុយសុធន